ឈប់ trade តាមអារម្មណ៍ទៀតទៅយើងមករៀនអំពី AVG ហើយចូល trade តាមដានរបស់ Smart Money ឬក៏ Big Playerអូខេក៏សូមស្វាគមន៍អ្នកនរនេះមកកាន់ Channel YouTube សុភ័ក្រជ័យម្ដងទៀតហើយថាបើសិនជាអ្នកនរនេះគឺជាអ្នកថ្មីកុំភ្លេច Subscribe ហើយចុចសញ្ញាកណ្ដឹងដើម្បីកុំឲ្យខកខានវីដេអូពេលក្រោយទៀតឬក៏ Scan QR Code ដើម្បីចូលរួមនៅក្នុង Community ដើម្បីទទួលបានការវិភាគអំពីហាងឆេងមាសប្រចាំថ្ងៃអូខេតោះចូលដល់មេរៀនរបស់យើងថ្ងៃនេះយើងមកនិយាយអំពី AVG តើស្អីទៅគឺជា AVG មកពីពាក្យថា fair value gap វាគឺជា imbalance zone រវាង buyer និង seller imbalance បែបណាអ្នកនរនេះភាសាខ្មែរហៅថាគម្លាតបាទគម្លាតតម្លៃរវាងអ្នកទិញនិងអ្នកលក់ជាទូទៅមិនថានៅក្នុងទីផ្សារ currency ឬក៏នៅក្នុង pair មាសនោះទេជាធម្មតាតែងតែមានអ្នកលក់និងអ្នកទិញมันអាចមានតែអ្នកលក់តែគ្មានអ្នកទិញมันអាចមានតែអ្នកទិញគ្មានអ្នកលក់នោះទេអញ្ចឹងតែងតែមានអ្នកទិញនិងអ្នកលក់ក៏ប៉ុន្តែនៅពេលដែលទីផ្សារមានការប្រែប្រួលខ្លាំងណាមួយនោះនឹងធ្វើឲ្យមានគម្លាតរវាងអ្នកទិញហើយនិងអ្នកលក់នឹងឯងពេលខ្លះគឺបាទតំបន់ណាមួយនោះគឺមានតែអ្នកទិញសុទ្ធអត់មានអ្នកលក់ខ្ញុំឧទាហរណ៍ដូចតំបន់បែបនេះតំបន់បែបនេះអីផ្សេងៗបាទអូខេ AVG គឺមាន2ប្រភេទអ្នកនរនេះមាន bullish AVG និង bearish AVG បាទអញ្ចឹងយើងមកនិយាយទៅដល់ bullish AVG មកមុនអញ្ចឹងយើងមើលទៅលើលំហូរកន្លែងនេះបាទនៅក្នុង chart ផ្ទាល់តែម្ដងយើងមើល time frame 15នាទីបាទអញ្ចឹងនៅក្នុងលំហូរម្ដុំថងនេះសួរថាតើមាន AVG ទេគឺមានគម្លាតរវាងអ្នកទិញយើងមើល candle ទី1អ្នកនរនេះយើងឃើញមួយជួរនេះយើងមើលពី candle យើង bullish ឡើងទៅបាទយើងឃើញ candle នេះគឺ high របស់វានៅទីនេះយើងមើល high របស់ candle ទី1តូចជាង low របស់ candle ទី3អញ្ចឹងធ្វើឲ្យកន្លែងនេះអត់មានកើងគ្នាឬក៏គេហៅថា overlap រវាង high របស់ candle ទី1និង low របស់ candle ទី3នោះទេអញ្ចឹងកន្លែងនេះវាអត់មានកើងគ្នាទេវាធ្វើឲ្យមាន space សាច់សុទ្ធតែម្ដងបាទកន្លែងហ្នឹងឯងគេហៅថាជា AVG ហើយអ្នកនរនេះត្រូវចាំផងថា AVG គឺគេមើល3 candle អ្នកនរនេះ candle ទី1 candle ទី2និង candle ទី3ហើយសួរថាខាងលើនេះជា AVG ទេខាងលើហ្នឹងក៏ជា AVG ដូចគ្នាបើសិនជាយើងរាប់ candle នេះជា candle ទី1 candle ទី2 candle ទី3ឬក៏មួយទៀតខ្ញុំឲ្យអ្នកនរនេះមកមើលអំពី candle នេះដូចគ្នា candle នេះទី1ទី2ទី3បាទអញ្ចឹងយើងចាប់មក candle ទី1 high របស់ candle ទី1នៅត្រង់នេះបាទ high របស់ candle ទី1តូចជាងហ្នឹងគឺសំដៅទៅលើតម្លៃអ្នកនរនេះណាបាទដែលខ្ញុំនិយាយថាតូចជាងហ្នឹងគឺតម្លៃរបស់វាអ្នកនរនេះមើលខាងស្នាមដៃគឺ40គុត83ហើយតូចជាង low របស់ candle ទី3នេះ low របស់ candle ទី3គឺតម្លៃវានៅ40គុត92អញ្ចឹងធ្វើឲ្យមានកម្លាតនេះកន្លែងនេះគឺមានតែអ្នកទិញសុទ្ធអ្នកនរនេះឃើញទេបាទអូខេចូលដល់កន្លែងនេះអ្នកនរនេះbullish AVG គឺ high របស់ candle ទី1បាទ high របស់ candle ទី1គឺនៅតម្លៃ40គុត99ហើយតូចជាង low របស់ candle ទី3នេះ low របស់ candle ទី3ដែលមានតម្លៃនៅ41.11អូខេ41.11គឺមានវាអត់មានកើងគ្នានោះទេអ្នកនរនេះឃើញទេបាទគឺ wick ឬក៏យើងនិយាយថា high របស់ candle ទី1និង low របស់ candle ទី3គឺអត់មានប៉ះគ្នាទេអាហ្នឹងគឺជា gap គឺជាគម្លាតតម្លៃនៅកន្លែងហ្នឹងមានតែអ្នកទិញសុទ្ធអូខេយើងនិយាយអំពី bullish AVG រួចហើយឥឡូវយើងមកស្គាល់អំពី bearish AVG វិញម្ដងអូខេ bearish AVG អ្នកនរគ្នាត្រូវមើលអំពី candle ទី1ទី2និងទី3ដូចគ្នាយើងក៏លេខមកមើលកន្លែងនេះអ្នកនរគ្នានឹងឃើញ candle មួយធំប្លែកគេនេះបាទហើយនៅកន្លែងហ្នឹងយើងរាប់មុន candle ហ្នឹងមួយ candle និងក្រោយ candle ហ្នឹងមួយ candle អញ្ចឹងយើងចាប់មក low របស់ candle ទី1នៅតម្លៃហ្មងបាទ41.29កន្លះគឺធំជាង high របស់ candle ទី3ណាបាទ high របស់ candle ទី3 41.20គុតអញ្ចឹងវាធ្វើឲ្យកន្លែងនេះគឺអត់មាន overlap ឬក៏កើងគ្នារវាង low របស់ candle ទី1និង high របស់ candle ទី3នោះទេកន្លែងហ្នឹងគេហៅថាជា AVG នេះគឺ bearish AVG អញ្ចឹង bearish AVG គឺ low របស់ candle ទី1ធំជាង high របស់ candle ទី3ចុះរបៀបប្រើ AVG មុននឹងនិយាយទៅដល់ការប្រើខ្ញុំឲ្យអ្នកនេះយល់ថា high
time frame AVG តែងតែមានកម្លាំងខ្លាំងជាង AVG នៅក្នុង time frame ដែលតូចអ្នកនរនេះណាបាទឧទាហរណ៍ថា AVG នៅក្នុង time frame 4 ម៉ោងខ្លាំងជាង1ម៉ោង1ម៉ោងគឺ AVG វាមានកម្លាំងខ្លាំងជាង15នាទី15ខ្លាំងជាង3នាទីអីចឹងទៅអូខេឥឡូវយើងមកនិយាយអំពីការ trade ដោយការប្រើប្រាស់ AVG អញ្ចឹងខ្ញុំឧទាហរណ៍អ្នកនេះមើលតម្លៃយើង trade នៅបច្ចុប្បន្ន41.28ក៏ប៉ុន្តែយើងមើលអំពីកាលពីព្រឹកមិញអ្នកនេះណាបាទកាលពីព្រឹកមិញតម្លៃនៅពេលដែលផ្សារយើងនិយាយថាផ្សារបើកមកគឺម្ដុំម៉ោង5អូខេម្ដុំនេះផ្សារគឺនិយាយរួមគឺនៅក្នុងរ៉េងហ្នឹងដែរអ្នកនេះណាក៏ប៉ុន្តែយើងអាចនិយាយបានថាវាអត់ទាន់មានម្ដុំនេះនោះទេអញ្ចឹងគឺផ្សារនៅចាប់ផ្ដើម trade នៅក្នុង range នេះអ្នកនេះយើងអាចគូនេះអានេះគឺ high ហើយ low គឺនៅខាងនេះអូខេផ្សារមានន័យថា trade ព្រឹកមិញនេះម៉ោង5ម៉ោង6មកគឺ trade នៅម្ដុំនឹងអ្នកនេះណារហូតដល់ចូលដល់ម៉ោង7បាទនេះចាប់ផ្ដើម trade ជាទូទៅបាទមានន័យថាជាម៉ោង kill zone ចាប់ពី7ព្រឹកមកអញ្ចឹងបើយើង7ព្រឹកអ្នកនេះមើលនៅម្ដុំនេះណាបាទម្ដុំត្រង់ហ្នឹងអញ្ចឹងផ្សារវានៅ play នៅម្ដុំនេះនៅឡើយទេជាការដែលយើងចូល trade យើងត្រូវតែមើល time frame 15នាទីបាទជាទូទៅណាសម្រាប់ខ្ញុំមើល time frame 15នាទីហើយយើងចាប់ swing high និង swing low បាទយើងចាប់ swing high swing low ហើយចាំមើលផ្សារហ្នឹងទៅផ្ដាច់ខាងលើឬក៏ខាងក្រោមឧទាហរណ៍ថាផ្សារ trade នៅក្នុងតម្លៃ41.26បាទកាលពីព្រឹកមិញហ្នឹងហើយវាចូលទៅផ្ដាច់swing high 15នាទីនៅកន្លែងនេះផ្ដាច់នោះមានន័យថាម៉េចមានន័យថា body របស់ candle គឺ close នៅក្រោមបន្ទាត់នេះបាទ close ក្រោមបន្ទាត់ហ្នឹងយើងអាចនិយាយថាជា buy side liquidity ជាទូទៅនៅម្ដុំហ្នឹងនឹងមាន trader ជាច្រើនគាត់ដាក់ buy stop នៅកន្លែងហ្នឹងបាទនៅលើ wick ហ្នឹងគាត់ថាបើសិនជាតម្លៃបែកផ្សារហ្នឹងច្បាស់ជាឡើងទៅទៀតហើយច្បាស់ជាឡើងទៅលើទៀតហើយក៏ប៉ុន្តែជាទូទៅអ្នកនេះណាបាទស្ថាប័នធំគេមិនចង់ឲ្យ retail trader យើងចំណេញនោះទេនៅពេលដែលផ្ដាច់ហើយផ្សារគេដើរបជា retail trader អញ្ចឹងសម្រាប់អ្នកដែល buy stop នៅម្ដុំទៅនេះគ្រាន់តែ buy stop ហើយ active បានចំណេញឃើញតិចតួចអត់កាត់ក៏ចុះមករូចុះចំណែកយើងគឺយើងដើរតាមគេថា footprint ដើរតាមដានជើងរបស់ស្ថាប័នអញ្ចឹងយើងត្រូវចាំមើលនៅពេលដែលផ្ដាច់ហើយបាទ15នាទីគឺបិទនៅក្រោមខ្សែបន្ទាត់ហ្នឹងម្ដង2ដងរួចទៅហើយនេះបាទអញ្ចឹងមានន័យថាផ្សារគឺចាប់ផ្ដើម reject high នៅកន្លែងនេះអ្នកនរនេះឃើញដកជើងមកវែងនេះបាទ reject high នៅម្ដុំហ្នឹងអញ្ចឹងយើងត្រូវ switch ទៅ time frame ទូចបាទចាប់ពី5នាទីទៅដល់1នាទីណាបាទពី5នាទីទៅដល់1នាទីអូខេខ្ញុំឧទាហរណ៍ខ្ញុំចូលចិត្តមើល2នាទី2នាទីនៅពេលដែលវាផ្ដាច់ហើយអ្នកនរនេះឃើញទេបាទនេះមាន AVG នៅទីនេះមួយអាហ្នឹងគេហៅថាមុនហ្នឹងគឺជា fresh AVG អូខេយើងឃើញអញ្ចឹងហើយយើងចាប់មកអ្នកនរនេះយើងឃើញបាទ AVG នៅទីហ្នឹងដល់ពេលមែនតើទៅយើងអត់ចាំបាច់គូទេអ្នកនរនេះនឹងឃើញកន្លែងនឹងអូតូតែម្ដង low របស់ candle ទី1 high របស់ candle ទី3អញ្ចឹងយើងឃើញ2នាទីបាទគឺមាន FG កន្លែងនេះហើយអ្នកនរនេះត្រូវការ trade មើលផងព្រោះ FG ខ្លះគឺអត់មានកម្លាំងទេកន្លែងនេះសួរថាយើងអាច trade បានយើងអាចចូល sell ពីកន្លែងនេះមកបានបាទចូល sell ពីម្ដុំទៅនឹងបានអានេះគឺជា zone sell យើងមើលឃើញ candle ពេលដែលវា sweep liquidity ហើយមានន័យថា stop hunt អ្នកដែលចាំ buy stop ហើយបាទអ្នកដែល buy stop នៅម្ដុំនេះអានឹងគេហៅថា stop hunt ហើយគឺចាប់ផ្ដើម displacement មកតែម្ដងអា candle ធំបែបនេះគេហៅថាជា displacement candle អ្នកនរនេះណាបាទអញ្ចឹងកន្លែងនេះគឺឲ្យអ្នកនរនេះយល់ថាបើសិនជាមាន displacement candle បែបហ្នឹងមកហើយគឺផ្សារវានឹងហូរមកហើយអ្នកនរនេះណាបាទបង្កើតជា AVG ហើយយើងចាំ entry នៅកន្លែង AVG ហ្នឹងឯងខ្ញុំឧទាហរណ៍យើង short position ទៅនេះមកបាទអូខេយើង short position នៅទៅនេះមក SL អ្នកនរនេះអាចដាក់លើនេះឬក៏លើទៅណាបើអ្នកនរនេះចង់រីតិចអ្នកនរនេះដាក់លើកន្លែងនេះបន្តិចអ្នកនរនេះណាបាទដាក់នៅពីលើ low របស់ candle ទី1ឬក៏ពេលខ្លះយើងចង់នេះយើងអាចដាក់ឆ្ងាយមកបែបនេះហើយ target នៅណាអ្នកនរនេះយើងអាច target នៅ internal range liquidity អានេះគេហៅថា internal range នៅក្នុង2នាទីហ្នឹងអ្នកនរនេះឃើញ low នៅទៅនេះយើងអាចដាក់មកនឹងជា TP របស់យើងអាច target នៅហ្នឹងមកអូខេអ្នកនរនេះអាច target នៅហ្នឹងណាទីជា TP ទី1ទៅបាទឬក៏អ្នកនរនេះអាចមើលបាទ swing low នៅទៅនេះជា target ទី2មកកន្លែងនេះអ្នកនរនេះណាបាទអានេះគឺជា liquidity ឬក៏អ្នកនរនេះអាច target នៅទៅនេះមកជា TP ទី2អីចឹងទៅខ្ញុំឧទាហរណ៍បាទអញ្ចឹងអ្នកនរនេះឃើញបើសិនជាមកដល់កន្លែងនេះហើយបើ
SL របស់យើងប្រហែលលេខអ្នកនរនេះឧទាហរណ៍ថាបើយើងដាក់លើ swing high ហើយយើងសុវត្ថិភាពបន្តិចវាខ្ទង់6 7លេខដែរបើសិនជាអ្នកនរនេះដាក់លើ candle នេះបាទវាខ្ទង់5លេខហើយបើដាក់លើ AVG នេះ SL តែ2លេខឬក៏3លេខនោះទេហើយយើង target នៅនេះអញ្ចឹងបើសិនជាយើង target នៅនេះខ្ញុំឧទាហរណ៍ឲ្យអ្នកនរនេះមើលកន្លែងហ្នឹង SL តែ3លេខទេហើយ target មកដល់តាណាវាចូល9លេខជាងអញ្ចឹង1ទៅប៉ុន្មានអ្នកនរនេះ1ទៅ4ជាងហើយបើសិនជា target មកដល់នេះអ្នកនរនេះ15លេខហើយ SL តែ3លេខទេបាទអញ្ចឹង1ទៅប៉ុន្មានបាទ1ទៅ5អញ្ចឹងអ្នកនរនេះយើងគិតមើលពីតានេះមកហើយ SL នៅពីលើហ្នឹងតិចទៅបើដាច់យើងហើយកន្លែងចូលថ្មីទៀតអ្នកនរនេះណាបាទអ្នកនរនេះកុំនេះផ្សារមានន័យថាយើងពេលខ្លះវាមិនដូចចិត្តយើង 100% នោះទេគ្រប់ trade នោះទេតែបើសិនជា SL ខ្លីបែបហ្នឹងយើងហ៊ាន hold មកបានឆ្ងាយបែបនេះហ្នឹងហើយគឺជាកន្លែងដែលយើងនិយាយថាជា entry អ្នកនរនេះគិតមើលផ្សារ sweep រួចហើយ displacement មាន AVG សួរថាអ្នកនរនេះចាំអីទៀតអញ្ចឹងកន្លែងហ្នឹងជាកន្លែងដែលយើងត្រូវចូលហើយពេលខ្លះយើងចេះមើលខ្លួនឯងយើងហើយកន្លែងចូលបានយើងកុំចាំ signal បាទយើងមករៀនខ្លួនឯងណាបាទកន្លែងហ្នឹងយើងចូលហើយសួរថាមួយថ្ងៃយើងចូលតែមួយ trade ពីរ trade ក៏យើងបានលុយចំណេញដែរអូខេត្រឡប់មកវិញអ្នកនរនេះណាបាទយើងស្គាល់ថ្ងៃនេះខ្ញុំសង្ខេបបន្តិចទី1យើងមកស្គាល់ស្អីជា AVG យើងយល់អំពី bullish និង bearish AVG របៀបប្រើប្រាស់ AVG ហើយយើងមកមើល chart 15នាទីយើងចាប់ផ្ដើមស្វែងរកគេថា liquidity បាទនៅលើ swing high ឬក៏ swing low ណាបាទលើ swing high ឬក៏ swing low នៅក្នុង time frame 15នាទីបន្ទាប់មកទៀតពេលដែលមានការផ្ដាច់ liquidity ឬក៏គេហៅបោះសម្អាតឬក៏អ្នកខ្លះគេហៅ stop hand មានន័យថា hand សម្រាប់ retail trader ដែលគាត់ចូលចិត្ត buy stop ឬក៏ sell stop កន្លែងនេះខ្ញុំឧទាហរណ៍ឃើញទេពេលដែលផ្សារ break ចុះមក retail trader គាត់ថាផ្សារបែកហើយអញ្ចឹងគាត់នឹង sell ពីម្ដុំទៅនេះមកពេលដែល retail sell នៅកន្លែងនេះផ្សារចាប់5 reverse ត្រឡប់ទៅវិញឡើងទៅវិញអញ្ចឹងគាត់ sell ម្ដុំហ្នឹងគាត់ដាក់ SL ម្ដុំនេះអីអញ្ចឹងទៅគាត់គិតថាផ្សារចុះហើយឃើញមាន candle ចុះមកមួយនេះបាទគាត់អត់យល់ពីគេហៅថា liquidity អញ្ចឹងធ្វើឲ្យផ្សារ reverse ដាច់ SL របស់គាត់អស់តែម្ដងអញ្ចឹងអ្នកដែល buy stop ក៏ខាតអ្នកដែល sell stop ក៏ខាតដែរនៅកន្លែងនេះអ្នកនរនេះយើងយល់អំពី AVG bullish AVG bearish AVG របៀបប្រើប្រាស់ AVG របៀបមើល chart swing high swing low យល់អំពី liquidity វីដេអូក្រោយខ្ញុំនឹងនិយាយអំពី liquidity លម្អិតបន្តិចអ្នកនរនេះកន្លែងនេះហើយយើងក៏យល់អំពីគេថា internal rank liquidity ផងដែរការដែលយើង target កុំឲ្យយើងអត់ដឹងថាតើ target ពេលដែលយើង entry ហើយតើ TP របស់យើងគួរដាក់នៅណាអ្នកនរនេះឃើញ swing low នៅកន្លែងនេះបាទ swing low នៅទៅហ្នឹង swing low នៅទៅនេះ swing low នៅទៅនេះអាហ្នឹងសិតជា target របស់យើងហើយ swing low នៅខាងនេះអាហ្នឹងជា target របស់យើងចុងក្រោយហើយអញ្ចឹងអ្នកនរនេះអាច target swing low នេះក៏បានដែរនេះឃើញទេបាទ target swing low នេះតែតាមផ្លូវយើងកាត់ផលចំណេញខ្លះទៅកន្លែងនេះអ្នកនរនេះអាចកាត់ 50% ទៅមកដល់កន្លែងនេះអ្នកនរនេះអាចកាត់ខ្លះទៀតទៅបាទ 60% អីទៅសល់40ឬក៏ 20% អីយើងទុកឲ្យដល់ target របស់យើងទៅក៏បានដែរព្រោះអី risk reward របស់យើងគឺធំមួយទៅហើយអ្នកនរឃើញទេប្រើ SL មិនដល់3លេខផងតែ2លេខជាងទេតែ TP របស់យើងចូលដល់18លេខហើយអូខេវីដេអូរបស់យើងអំពី AVG គឺបានបញ្ចប់ហើយបើសិនជាអ្នកនរចង់តាមដាននៅគេរ៉ាវីដេអូបន្តទៀតគិតថាមានប្រយោជន៍កុំភ្លេច share វីដេអូនេះផងហើយបើសិនជាអ្នកនរចូលចិត្តកុំភ្លេច like បើសិនជាអ្នកនរគឺជាអ្នកថ្មី subscribe ឬក៏ចុចសញ្ញាកណ្ដឹងដើម្បីកុំឲ្យខកខានវីដេអូក្រោយៗទៀតបាទសូមអរគុណ